សម្ដេចធិបតីហ៊ុនម៉ាណែតគុំបំពងបញ្ហាព្រំដែនកម្ពុជាថៃដោយព័ត៌មានមិនពិតសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃប្រជាណាចក្រកម្ពុជាបានផ្ញើសារខ្លីមួយតាមរយៈបណ្ដាញសង្គមពីទីក្រុងនេះប្រទេសបារាំងបន្ទាប់ពីក្រសួងការពារជាតិបានចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់ពីជំហរយ៉ាងច្បាស់លាស់របស់កងទ័ពកម្ពុជានៅព្រំដែនកម្ពុជាថៃសម្ដេចធិបតីហ៊ុនម៉ាណែតបញ្ជាក់ថារដ្ឋាភិបាលបន្តរក្សាជំហរសហការជាមួយភាគីថៃដើម្បីជំរុញការវាស់វែងខណ្ឌសីមានិងបោះបង្គោលព្រំដែនរវាងប្រទេសទាំងពីរដែលនៅសេសសល់ដោយប្រើប្រាស់យន្តការគណៈកម្មការព្រំដែនចម្រុះ JBC កម្ពុជាថៃជាសេនាធិការដោយចូលលើកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរជាពិសេស MOU ឆ្នាំ2000និងច្បាប់អន្តរជាតិរួមទាំងយន្តការតុលាការយុត្តិធម៌អន្តរជាតិ ICJ ក្នុងករណីចាំបាច់ដូចជាករណីប្រាសាទតាមាន់ធំប្រាសាទតាមាន់តូចប្រាសាទតាកបីនិងតំបន់មុំ3រដ្ឋាភិបាលក៏នឹងបន្តរក្សាទំនាក់ទំនងរវាងប្រទេសទាំងពីរតាមរយៈគ្រប់យន្តការដែលមានស្រាប់ដើម្បីជាឧត្តមប្រយោជន៍សម្រាប់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរកម្ពុជាថៃផងដែរជាមួយគ្នានេះសម្ដេចធិបតីហ៊ុនម៉ាណែតបានអំពាវនាវឲ្យបណ្ដាសារព័ត៌មាននិងប្រជាពលរដ្ឋទាំងអស់រក្សាភាពស្ងៀមស្ងាត់និងសូមជឿទុកចិត្តលើរាជរដ្ឋាភិបាលនិងកងទ័ពកម្ពុជាក្នុងការការពារបូរណភាពទឹកដីនិងឧត្តមប្រយោជន៍ជាតិខ្មែរក្រៅពីនេះសូមជៀសវាងការបង្កើតឬចែករំលែកព័ត៌មានមិនច្បាស់លាស់ណាមួយដែលនាំឲ្យមានការយល់ច្រឡំនិងនាំឲ្យបំផុសសភាពការលើសពីការពិតដែលអាចពង្រីកបញ្ហាទៅជាចំនួនរវាងប្រជាជននិងប្រជាជននៃប្រទេសទាំងពីរសូមជម្រាបថាសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតបានអញ្ជើញចូលរួមសន្និសីទរបស់ UN ស្ដីពីមហាសមុទ្រលើកទី3នៅប្រទេសបារាំងរយៈពេល3ថ្ងៃចាប់ពីថ្ងៃទី9ដល់ថ្ងៃទី11ខែមិថុនា